អាដាមអុចបរិទ្ធអនុប្រធានទី1ប្រសិទ្ធិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះបានអញ្ជើញដឹកនាំប្រតិភូសមាជិកប្រសិទ្ធិនិងអ្នកតំណាងរាស្ត្រចុះសាកសួរសុខទុក្ខនិងនាំយកនៅអំណោយជាស្បៀងអាហារមានគ្រឿងឧបភោគបរិភោគជាច្រើនមុខនិងថវិកាទៅឧបត្ថម្ភគាំទ្រដល់នាយនិងពលទាហាននិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងការពារអធិបតេយ្យជាតិបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅទិសទី1យុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យការចុះសាកសួរសុខទុក្ខរបស់ឯកឧត្តមអុចបរិទ្ធអនុប្រធានទី1ប្រសិទ្ធិត្រូវបានអមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍នាងផាតប្រធានគណៈកម្មការទី4នៃប្រសិទ្ធិរួមនឹងឯកឧត្តមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងមណ្ឌលត្បូងឃ្មុំនិងរាជធានីភ្នំពេញនិងសហការីដែលដំណើរចុះសួរសុខទុក្ខនិងនាំយកនៅអំណោយជាសម្ភារៈប្រើប្រាស់និងស្បៀងអាហារមានគ្រឿងឧបភោគបរិភោគនិងថវិកានេះត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍អិតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនទិសយុទ្ធភូមិភាគទី4និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទប្រចាំការនៅទីបញ្ជាការជួរមុខទិសយុទ្ធភូមិភាគទី4ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យជាច្រើនរូបអំណោយរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិជាតិនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុននីហ៊ុនសែនដែលឯកឧត្តមអុចបរិទ្ធនាំទៅប្រគល់ជូនកងទ័ពជួរមុខព្រំដែនកម្ពុជាថៃទិសទី1យុទ្ធភូមិភាគទី4ខេត្តព្រះវិហារនាពេលនោះរួមមានអង្គរ250ការុងបារី4ប៊ិចមីចំនួន400កេសថ្នាំពេទ្យគ្រប់មុខ31កេសធប់មូស100ប្រអប់ទឹកបរិសុទ្ធ400កេសសៀងដប34យួរសៀងផ្អែម100គីឡូក្រាមត្រសក់ជ្រក់100គីឡូក្រាមត្រីងៀត100គីឡូក្រាមឆៃពៅ100គីឡូក្រាមត្រីខកំប៉ុង40កេសសាប៊ូលាងដៃ3កេសនិងថវិកាចំនួន20លានរៀលនាយឧត្តមសេនីយ៍អិតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជាថៃទិសយុទ្ធភូមិភាគទី4បានរាយការណ៍ជូនឯកឧត្តមអុចបរិទ្ធនិងប្រតិភូថាក្រោយពីព្រឹត្តិការណ៍ដែលបានកើតឡើងដោយការវាយប្រហាររបស់ទាហានថៃមកលើខ្សែត្រៀមរបស់កងយុទ្ធពលខេមរភូមិន្ទដែលកំពុងបោះទីតាំងការពារអធិបតេយ្យជាតិបូរណភាពទឹកដីនៅតំបន់មុំ3ស្ថិតក្នុងឃុំមរតកដេជោស្រុកជាំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025បញ្ជាតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិនិងអគ្គបញ្ជាការកងកម្លាំងរបស់កងយុទ្ធពលខេមរភូមិន្ទនិងអង្គភាពមួយចំនួនបានចល័តមកធ្វើអន្តរាគមន៍នៅទិសយុទ្ធភូមិភាគទី4នេះបានទាន់ពេលវេលាហើយសប្តាហ៍ថ្ងៃកំពុងបំពេញភារកិច្ចការពារអធិបតេយ្យជាតិបូរណភាពទឹកដីដើម្បីទប់ទល់រាល់ការប៉ុនប៉ងវាយប្រហារណាមួយមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយកងទ័ពយើងដែលឈរជើងនៅជួរមុខតាមបន្ទាត់ព្រំដែនបានបដិញ្ញាចិត្តការពារអធិបតេយ្យជាតិបូរណភាពទឹកដីមិនឲ្យមានការបាត់បង់និងឈ្លានពានបានឡើយទោះកលៈទេសៈណាក៏ដោយជួបសំណេះសំណាលជាមួយនាយនិងពលទាហានថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយុទ្ធភូមិភាគទី4ឯកឧត្តមអុចបរិទ្ធបាននាំនៅបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិជាតិនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុននីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដោយបានសម្ដែងនៃការកត់ត្រាអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពនៅសមរភូមិមុខដើម្បីជាតិសាសនាព្រះមហាក្សត្រឯកឧត្តមអុចបរិទ្ធក៏បានបញ្ជាក់ថាការចុះសាកសួរសុខទុក្ខដល់កងទ័ពជួរមុខនៅតំបន់ព្រំដែនទិសយុទ្ធភូមិភាគទី4ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៅពេលនេះគឺធ្វើឡើងដើម្បីគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់កងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរជើងការពារអធិបតេយ្យជាតិបូរណភាពទឹកដីជួរមុខរបស់កម្ពុជានៅប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំ3ឯកឧត្តមអុចបរិទ្ធក៏បានថ្លែងនៅការកត់ត្រាចំពោះស្មារតីតស៊ូលះបង់ប្រកបដោយភាពក្លាហាននៃវីរភាពយុទ្ធជនយុទ្ធនារីនៃកងយុទ្ធពលខេមរភូមិន្ទដែលបានយកអស់កម្លាំងកាយចិត្តលះបង់សាច់ស្រស់ឈាមស្រស់បូជាអាយុជីវិតដោយឥតស្ដាយស្រណោះក្នុងបបផាត់ការពារអធិបតេយ្យជាតិបូរណភាពទឹកដីកម្ពុជាឯកឧត្តមអនុប្រធានទី1នៃព្រឹទ្ធសភាបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនដែលឈ្លានពាននឹងចង់បានទឹកដីប្រទេសជិតខាងណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាប្រើសិទ្ធិការពារយ៉ាងផ្ដុំផ្ដាច់ដោយហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យជាតិបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាមិនឲ្យបាត់បង់សូម្បីតែ1មីលីម៉ែត្រដូចគ្នាផងដែរ